ស្មៅកតុយឆ្កែស្មៅអំបែកក្បាលមានកតុយស្មៅអំបែកក្បាលកសស្មៅតលេស្មៅយួននេះគឺជាឈ្មោះស្មៅមួយប្រភេទបាទដែលគេនិយមហៅឈ្មោះរបស់វាផ្សេងគ្នាទៅតាមតំបន់រៀងខ្លួនទូទាំងប្រទេសជាណាចក្រកម្ពុជាបាទជារួមស្មៅនេះដែរទូទៅគឺគេឲ្យឈ្មោះថាស្មៅកន្ទុយឆ្កែចចកបាទនឹងភាគច្រើនឃើញគេហៅស្មៅឈ្មោះកន្ទុយឆ្កែចចកបែបហ្នឹងប៉ុន្តែនៅតំបន់ខ្លះគឺគេហៅផ្សេងទៀតបាទមានដូចជាស្មៅតលេស្មៅយួនស្មៅបែកក្បាលគល់សបែកក្បាលមានកន្ទុយបាទនេះគឺជាឈ្មោះស្មៅតែមួយទេបាទដែលរូបរាងរបស់វាគឺបាទផ្ការបស់វាគឺជាកញ្ចុំប្រៀបដូចជាកន្ទុយឆ្កែចចកអញ្ចឹងឯងបាទគឺជាកញ្ចុំបែបនេះបាទហើយស្មៅនេះដែរវាច្រើនកើតឡើងនៅក្នុងស្រែប្រាំងបាទដែលយើងធ្វើការស្រូវធ្វើការដាំដុះនៅពូជស្រូវរបស់ប្រភេទពូជរបស់វៀតណាមបាទមានដូចជា OM 5451ណាំកងបង8ដើមឬក៏ពូជផ្សេងទៀតដែលជាស្រូវប្រាំងបាទជាស្រូវខ្លីខ្ទង់3ខែបាទវាច្រើនកើតនៅក្នុងស្រូវពូជស្រូវបែបហ្នឹងបាទហើយស្មៅប្រភេទនេះដែរគឺនៅពេលដែលវាបានពូជមកពីនៅក្នុងរដូវផ្សេងហើយគឺនៅក្នុងស្រែហ្នឹងគឺវាអាចនឹងបន្តពូជរបស់វារហូតបាទជារៀងរហូតបាទឲ្យតែមានទឹកមានដីសើមគឺវាអាចរស់រានមានបន្តឡើងវិញបានបាទទោះបីជាយើងប្រើពូជផ្សេងក្រៅពីពូជវៀតណាមបន្តទៀតក៏ដោយបាទប្រើពូជខ្មែរយើងវិញក៏ដោយក៏វានៅមានក្របពូជរបស់វានៅក្នុងស្រែនេះហើយស្រាប់ដែរបាទហើយការបន្តពូជរបស់វានឹងគឺការបន្តពូជដោយផ្លែបាទក្របរបស់វានឹងគឺផ្លែផ្ការបស់វានឹងហើយវាអាចធ្លាក់មកវាអាចដុំមកមានផ្លែមានផ្កាបន្តមកវាទុំហើយវាជ្រុះទៅក្នុងដីបាទហើយវានឹងអាចបន្តពូជបន្តទៀតនៅរដូវកាលក្រោយឬមួយក៏នៅពេលដែលមានលក្ខខណ្ឌសមស្របរបស់វាអាចបន្តពូជមកវិញបានបាទហើយស្មៅនេះដែរគឺកើតឡើងភាគច្រើនបាទស្រូវរបស់កសិករនឹងស្រែរបស់គាត់ហ្នឹងគឺបាទគាត់លក្ខណៈគាត់មិនស្មើគាត់បញ្ចូលទឹកមិនបានគ្រប់គ្រាន់បាទការធ្វើស្រែប្រាំងគឺគេធ្វើការបាញ់ឃុំគ្រាប់ស្មៅប៉ុន្តែដោយសារតែការបាញ់ឃុំគ្រាប់ស្មៅហ្នឹងគឺយើងអត់បានបញ្ចូលទឹកគ្រប់គ្រាន់ទេអញ្ចឹងធ្វើឲ្យប្រភេទស្មៅកន្ទុយឆ្កែហ្នឹងគឺវាលោតឡើងបាទហើយជាពិសេសគឺកើតឡើងនៅស្រែណាដែលទួលបាទដែលយើងមិនអាចបញ្ចូលទឹកបានដល់ណាហ្នឹងហើយអញ្ចឹងគឺវាទួលនៅពេលដែលគេបាញ់ឃុំគ្រាប់ហើយបាទយើងធ្វើការបញ្ចូលទឹកក្រោយពេលដែលបាញ់ឃុំគ្រាប់ហ្នឹងបានរយៈពេល7ថ្ងៃបាទហ្នឹងគឺយើងធ្វើការបញ្ចូលទឹកធ្វើម៉េចដើម្បីឲ្យស្រូវឲ្យទឹកហ្នឹងគឺលិចដីសពគ្រប់ទាំងអស់ទើបអាចស្មៅហ្នឹងគឺមិនដុះបានប៉ុន្តែបើយើងមិនអាចគ្រប់គ្រងទឹកបានទេបាទក្រោយពេលបាញ់ឃុំគ្រាប់ក្នុង7ថ្ងៃទៅ10ថ្ងៃហ្នឹងបានទេគឺស្មៅហ្នឹងគឺវាមានដំណោះឡើងមកវិញហើយបាទអញ្ចឹងនៅតំបន់បងប្អូនគេហៅថាស្មៅអីដែរបាទសូមអរគុណ